នាំចេញរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះប្រមាណ 5% បើធៀបនឹងឆ្នាំមុនប្រសិនបើយើងគិតត្រឹមតែរយៈពេល 20 ថ្ងៃដំបូងនៃខែមេសាហើយការថយចុះនេះគឺបានកើតឡើងបន្ទាប់ពីមានផ្នែកខ្លះនៃការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិកគឺមានភាពយឺតយ៉ាវស្របពេលដែលវិធានការពន្ធគយរបស់លោក Donald Trump កំពុងតែបន្តបើយោងទៅតាមទិន្នន័យពីក្រុមការងារពន្ធគយរបស់ប្រទេសកូរ៉េខាងត្បូងពួកគេបាននិយាយប្រាប់កាសែត The Korean Times ថាអនុភាពពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូងនៅពេលនេះគឺមានទំហំប្រមាណ $1,000 លានឯណោះគឺស្របពេលដែលការនាំចេញបានថយចុះមកនៅត្រឹម $33.87 លានខណៈដែលការនាំចូលគឺមានទំហំច្រើនជាង $34,000 លានទៅទៀតបើយោងទៅតាមមន្ត្រីទីភ្នាក់ងារមួយរូបដែលនិយាយនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងបន្ថែមថាអ្វីត្បិតតែការនាំចេញដ៏សំខាន់របស់យើងដូចជា Semiconductor បានកើនឡើងច្រើនជាង 10% ហើយការលក់បន្ទះឈីបគឺមានប្រមាណ 20% ក៏ពិតមែនប៉ុន្តែការកើនឡើងជាសរុបគឺមានត្រឹមតែ 2.8% តែប៉ុណ្ណោះផ្ទុយទៅវិញការនាំចេញរថយន្តគឺបានធ្លាក់ចុះប្រមាណ 6.5% ហើយផលិតផលប្រេងបានថយចុះច្រើនជាង 22% ទៅទៀតដូច្នេះហើយទឹកប្រាក់ដុល្លារដែលយើងទទួលបានមានតិចជាងការចំណាយ